បើគ្មានអ្វីប្រែប្រួលនោះទេស្ពានមិត្តភាពកម្ពុជាកូរ៉េភ្នំពេញអរិយខ្សាត់នឹងចាប់ផ្ដើមសាងសង់នៅឆមាសទី1ឆ្នាំ2026ខាងមុខនេះហើយប្រជាពលរដ្ឋនៅក្នុងក្រុងអរិយខ្សាត់និងអ្នករៀបចំផែនការអភិវឌ្ឍបានបង្ហាញនៅជំហរនិងធុញទ្រាន់នឹងការពន្យាពេលម្ដងហើយម្ដងទៀតនៃការសាងសង់ស្ពាននេះប៉ុន្តែបើគ្មានអ្វីប្រែប្រួលនោះទេគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េតភ្ជាប់ពីចំណុចផ្សាររាត្រីជ្រោយចង្វាទៅអរិយខ្សាត់ត្រើយខាងលិចទន្លេសាបគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងអំឡុងឆមាសទី1ឆ្នាំ2026ខាងមុខនេះហើយបច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឈានដល់ដំណាក់កាលត្រៀមរៀបចំនៃកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនមកការសាងសង់ហើយសូមជម្រាបថាស្ពានមិត្តភាពកម្ពុជាកូរ៉េផ្សាររាត្រីជ្រោយចង្វាទៅអរិយខ្សាត់នេះគឺជាស្ពានប្រភេទបេតុងខ្សែកាបខ្ពស់ដែលសាងសង់ជា4គន្លងប្រភេទ AC ទទឹងស្ពានគឺមានប្រវែង 27.5 ម៉ែត្រនិងទទឹងផ្លូវប្រវែង 22.5 ម៉ែត្រដែលមានមេយ៉ាន3ម៉ែត្រនិងចិញ្ចើមផ្លូវ3ម៉ែត្រល្បឿនអតិបរមាគឺ80គីឡូម៉ែត្រក្នុង1ម៉ោងស្ពានមិត្តភាពកម្ពុជាកូរ៉េនេះគឺសាងសង់ឆ្លងកាត់ទន្លេសាបដែលស្ពានទី1គឺចាប់ផ្ដើមពីចំណុចម្ដុំសួនច្បារនៃផ្សាររាត្រីគឺកន្លែងផ្សារចាស់កាត់ទៅត្រើយមកខាងទៀតនៃជ្រោយចង្វាគឺក្បែរសន្តាគារសុខាគឺមានប្រវែង 1.19 គីឡូម៉ែត្រនិងស្ពានទី2គឺឆ្លងកាត់ទន្លេមេគង្គចាប់ផ្ដើមពីចំណុចត្រើយមកខាងនៃជ្រោយចង្វាគឺក្បែរសន្តាគារសុខាឆ្ពោះទៅកាន់ប្រសពផ្លូវលេខ380ក្នុងឃុំអរិយខ្សាត់ស្រុកលវាអែមនៃខេត្តកណ្ដាលគឺប្រវែង 1.18 គីឡូម៉ែត្រនិងផ្លូវតភ្ជាប់ទៅផ្លូវប្រសពនិងផ្លូវលេខ380គឺប្រវែង 1.17 គីឡូម៉ែត្រតាមប្រភពព័ត៌មានក្រៅផ្លូវការបានដឹងថាគម្រោងនេះគឺមានរយៈពេលអនុវត្តចំនួន5ឆ្នាំ2ខែគឺ62ខែនិងរយៈពេលនៃការសាងសង់គឺចំនួន3ឆ្នាំ9ខែពោលគឺ47ខែហើយវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា$245លានក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធទៅនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េនេះផងដែរលោកគីមជីនយូដែលជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េខាងត្បូងបានលើកឡើងកាលពីពេលថ្មីនេះថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េភ្នំពេញអរិយខ្សាត់នឹងត្រូវចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ខាងមុខនេះហើយលោកបានលើកឡើងថាស្ពាននេះនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងជានិមិត្តរូបនៃមិត្តភាពកម្ពុជាកូរ៉េហើយប្រទេសទាំងពីរបានបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពរឹងមាំដើម្បីទាក់ទាញនៅក្រុមហ៊ុននៃប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជានិងបន្តពង្រីកលើវិស័យនានាបន្ថែមទៀតហើយកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍតំបន់អាស៊ានក៏ដូចជាតំបន់មេគង្គផងដែរលោកក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនយោបាយនិងសង្គមលោកជឿជាក់ថាកម្ពុជានឹងសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចកាន់តែរឹងមាំនិងជោគជ័យគ្រប់ផ្នែកដទៃទៀតដូចជាការសម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំរបស់សម្ដេចនាយកហ៊ុនសែនជាមួយនឹងគម្រោងគាំទ្រពីអង្គការនីតិប្រតិបត្តិនៃប្រទេសទាំងពីរជាមួយគ្នានោះផងដែរលោកក៏មានភាពជឿជាក់ផងដែរថាថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជានៅពេលបច្ចុប្បន្នដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនឹងនាំឲ្យកម្ពុជាសម្រេចនៅគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ2050ដូច្នេះយើងសង្ឃឹមជឿជាក់ថានៅពេលដែលយើងទទួលបាននៅស្ពានមិត្តភាពកម្ពុជាកូរ៉េដែលឆ្លងកាត់ពីភ្នំពេញតភ្ជាប់ទៅកាន់តំបន់អរិយខ្សាត់នេះនឹងរួមចំណែកយ៉ាងសំខាន់ណាស់ក្នុងការសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលទីក្រុងភ្នំពេញជាពិសេសប្រែក្លាយនៅតំបន់ត្រើយខាងកើតគឺតំបន់អរិយខ្សាត់លវាអែមនឹងកាន់តែមានភាពអភិវឌ្ឍរីកចម្រើនហើយវិស័យអចលនទ្រព្យដែលនៅត្រើយមកខាងនោះក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរហើយម្យ៉ាងមួយទៀតនៅពេលដែលមានស្ពាននេះគឺថាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគឺលឿនរហ័សទាន់ចិត្តហើយហាក់បីដូចជាមិននៅឆ្ងាយពីគ្នាដូចពេលបច្ចុប្បន្ននោះទេហើយតាមរយៈគម្រោងសាងសង់ស្ពានដ៏ស្រស់ស្អាតនេះក៏នឹងលើកសោភ័ណភាពទីក្រុងភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត